កម្ពុជាអត់ខ្លាចទេតឡាការកាត់មិនយើងនឹងទទួលនៅសាលក្រមសាលដីការបស់តឡាការយើងអត់ខ្លាចទេបាទអញ្ចឹងសង្ឃឹមថាភាគីថៃក៏អាចដូចគ្នាជាមួយយើងថ្ងៃណាមួយជ្រើសរើសយកផ្លូវសុចរិតផ្លូវត្រង់រកអ្នកទី3ដែលអាចទុកចិត្តបានយន្តការតឡាការអន្តរជាតិដើម្បីដោះស្រាយបញ្ហានេះទៅកុំឲ្យកូនខ្មែរនិងកូនថៃនៅរ៉ាំរ៉ៃជាមួយគ្នារឿងប្រាសាទរឿងអីនេះទៀតដែលយើងដោះមិនចេញនៅតំបន់ធំតំបន់តូចតាកបីនៅមុំ3ទេបាទដើម្បីដោះបញ្ចប់វាម្ដងទៅកុំឲ្យវានៅសពិចសពិលហើយរោតវៃគ្នាតិចកើតលេចកើតតទៅទៀតបាទអត់មានលាក់លៀមទេអត់មានលាក់ទេអត់ខ្លាចទេហើយខ្ញុំសូមឲ្យប្រជាពលរដ្ឋខ្មែររបស់យើងគ្រប់និន្នាការទាំងអស់អ្នកក្នុងនិងក្រៅអ្នកគាំទ្ររដ្ឋាភិបាលអ្នកមិនគាំទ្ររដ្ឋាភិបាលសូមតែម្យ៉ាងទេទុកប្រយោជន៍ជាតិជាធំជឿទុកចិត្តទៅលើរដ្ឋាភិបាលដើម្បីធ្វើកិច្ចការងារនេះបន្តការងារខ្លះយើងមិនអាចបញ្ចេញព័ត៌មានលាក់លេឯកសារទេគឺពាក់ព័ន្ធទៅនឹងលក្ខន្តិកៈពាក់ព័ន្ធទៅនឹងកិច្ចការតុលាការយើងមិនអាចបញ្ចេញនោះទេសូមកុំធ្វើយ៉ាងណាឲ្យបែកបាក់នៅអារម្មណ៍ជាតិរបស់យើងបង្កើតរឿងសំបីតែនីតិវិធីឯកសារតតាំងគ្នាក្នុងតុលាការនេះវាមានដំណាក់កាលស៊ើបសួរស៊ើបកេតអីផ្សេងចំនួនគេមិនឲ្យបញ្ចេញជាសាធារណៈទេនៅក្រៅដូចតែគ្នាអញ្ចឹងសូមកុំទាមទារខ្ញុំសូមបញ្ជាក់កន្លែងណាដែលយើងអាចបង្ហាញបានទៅសាធារណៈយើងមិនខ្លាចទេតែកន្លែងខ្លះយើងត្រូវគោរពនៅនីតិវិធីតុលាការសូមឲ្យជឿតែមួយទៅយើងមិនមែនលេងសៀកឥឡូវឃើញអ្នកខ្លះបង្ហោះតាម Facebook ថាយើងរៀបប្រឈមមុខជាមួយថៃរឿងព្រំដែននៅព្រំដែនយើងបិទច្រកព្រំដែនសិតតែជាការលេងសៀករវាងរដ្ឋាភិបាលកម្ពុជានិងថៃងាប់ហើយអត់ទេបងប្អូនអើយគិតថាយើងបិទលបងស្អីហ្នឹងសិតតែយើងលេងល្ខោនដើម្បីចំណេញនយោបាយខ្ញុំមើលទៅវាហួសហ្មងហួសចិត្តត្មងបាទបើថាផ្អាកឈប់បង្កើតអាក្តីស្រមៃរបៀបបែបនេះខ្ញុំពេលខ្លះខ្ញុំអង្គុយសើចអាយុ80ឆ្នាំចិត្តមិនព្រមត្រែទេដើរជិះកប៉ាល់ហោះទៅអង្គុយលុយហេអង្គាសលុយកាន់មីក្រូតាមវត្តឲ្យជេររហូតបាទហើយកូនចៅគាត់ប្រហែលអ្នកនោះគឺប្រកែខាងឌឺរហូតឥឡូវឌឺចោណាឌឺខ្ញុំឌឺចោប៉ិនសុំធ្វើអីកុំឌឺឲ្យប៉ះទឹកចិត្តកងទ័ពកុំឌឺពាក់ព័ន្ធទៅនឹងព្រៀបឈ្នះរបស់យើងនៅតុលាការតែប៉ុណ្្នឹងជឿទុកចិត្តមកស្មាននេះមិនមែនរឿងបែកបាក់ខ្ញុំមិនចង់ឡងទៅគ្នាអីទេបាទយល់សារខ្ញុំប៉ុណ្្នឹងហើយអ្វីដែលខ្ញុំនិយាយនេះគឺប្រឈមមុខជាមួយនឹងអ្នកជិតខាងរបស់យើងដែលកំពុងតែទាមទាររឿងបញ្ហាព្រំដែនជាមួយគ្នា